បាទសួស្តីថ្ងៃនេះខ្ញុំសូមចេញវីដេអូខ្លីមួយតាក់ទងជាមួយនឹងផ្លូវម្ដុំខាងផ្សារដើមគោពីចន្លោះពីស្តុបអាងទឹកទៅស្តុបអាងទះហ្នឹងហើយឬក៏ហៅស្តុបអាងទះបាទខ្ញុំឃើញខាងសាលារាជធានីគាត់បានធ្វើចើមផ្លូវហ្នឹងគឺរៀបចំបានស្អាតបាតល្អតែអ្វីដែលខ្ញុំសង្កេតឃើញព្រឹកមិញដោយសារខ្ញុំជិះកាកម្មហ្នឹងខ្ញុំឃើញមានបងប្អូនយើងគាត់បានដាក់ដោយសារគាត់ធ្វើខឿនធ្វើចើមហ្នឹងគាត់ធ្វើខឿនវាខ្ពស់ព្រោះអីកន្លែងហ្នឹងវាជាតំបន់មានផ្ទះប្រជាពលរដ្ឋក៏ដូចជាមានជាកន្លែងអាគារដែលគាត់ប្រកបអាជីវកម្មណាអញ្ចឹងគឺគាត់ត្រូវការចេញចូលឡានម៉ូតូអញ្ចឹងនៅពេលដែលធ្វើខឿនខ្ពស់តម្រូវឲ្យពួកគាត់នាំគ្នាធ្វើកណល់ដែកបាទផ្សារដែកជាប់នឹងឬក៏ដាក់ជ័រឬក៏ដាក់ដុំថ្មបាទដើម្បីងាយស្រួលក្នុងការគាត់ឡើងឡានឬក៏ម៉ូតូរបស់គាត់អញ្ចឹងអ្វីដែលជាចម្ងល់ក៏ដូចជាអាចថាជាការចូលរួមមតិរបស់ខ្ញុំក៏គិតថាពេលដែលយើងធ្វើចើមផ្លូវឬក៏យើងរៀបចំខឿនហ្នឹងសម្រាប់កន្លែងដែលមានចង់ថាមុខផ្ទះឬមួយក៏ជាកន្លែងដែលគាត់ប្រកបអាជីវកម្មឡើងចុះឡានម៉ូតូណាបាទយានជំនិះរបស់គាត់ហ្នឹងខាងសាលារាជធានីឬក៏ខាងមន្ទីរសាធារណការឬក៏អ្នកដែលរៀបចំធ្វើអាហ្នឹងគាត់គួរតែពិនិត្យមើលថាតើគួរដាក់កម្ពស់កម្រិតណាបាទបើយើងគ្រាន់តែធ្វើដើម្បីឲ្យខ្ពស់ស្មើគ្នាស្អាតភ្លឹងចុងក្រោយស្រាប់តែអាកណល់អាដែកអាស្អីមកផ្សារកាទេបន្ទប់ដាក់តាមផ្លូវដដែលគឺខ្ញុំមើលទៅសោភ័ណភាពវានៅតែមិនស្អាតអញ្ចឹងឯងហើយក៏វាបង្កគ្រោះថ្នាក់ដល់អ្នកធ្វើដំណើរតាមផ្លូវផងដែរបាទរូបដែលខ្ញុំបានថតនេះគឺខ្ញុំថតតែមួយខាងទេគឺខាងផ្លូវខាងស្ដាំដែលខ្ញុំជិះពីអាងទឹកទៅខាងស្តុបអាងទះវិញបាទបើសិនជាបងប្អូនជិះពីអាងទះមកខាងអាងទឹកវិញបាទគឺមានច្រើនជាងនេះទៀតបាទរូបកណល់បាទដោយសារខ្ញុំជិះព្រឹកមិញខ្ញុំជិះប្រញាប់ទៅខ្ញុំបានថតពេលទៅអញ្ចឹងខ្ញុំបានថតតែពេលមកទេបាទអញ្ចឹងជាមតិរបស់ខ្ញុំក៏ដូចជាការសំណូមពរខ្ញុំសំណូមពរឲ្យអស់លោកខាងអ្នកជំនាញហ្នឹងជួយពិចារណាឡើងវិញផងថាតើយើងគួរធ្វើឲ្យខ្ពស់ឲ្យម្ចាស់ផ្ទះឬក៏ម្ចាស់អាគារហ្នឹងគាត់ដាក់ដែកចង្អេងចង្អាងអញ្ចឹងតាមផ្លូវឬមួយក៏យើងគួរតែធ្វើយ៉ាងណាឲ្យអាកន្លែងដែលមានចង់ថាច្រកដែលមានឬក៏មុខផ្ទះឬក៏មុខទីតាំងដែលមានកន្លែងឡើងចុះកន្លែងចេញចូលហ្នឹងគួរតែធ្វើវាឲ្យទៀបសមល្មមដើម្បីគាត់ងាយស្រួលឡើងចុះបាទទាំងឡានទាំងម៉ូតូឬក៏កង់3ឬក៏អីចឹងទៅបាទបើសិនជាយើងធ្វើខ្ពស់ឲ្យគាត់ផ្សារដាក់អស់ហ្នឹងបដែលគឺខ្ញុំគិតថាវាដូចជាអត់ល្អសោភ័ណភាពអត់មានផងហើយក៏បង្កគ្រោះថ្នាក់ដល់អ្នកដែលគាត់ធ្វើដំណើរតាមដងផ្លូវផងដែរបាទអញ្ចឹងអានេះគ្រាន់តែជាការចែករំលែកបន្តិចបន្តួចរបស់ខ្ញុំបាទប្រសិនបើមានអីដែលខុសឆ្គងអីបាទសូមកាន់តែអភ័យទោសបាទសូមអរគុណ